នេះក្តៅល្អម្លេះស្រូវដល់ពេលវាល្អពេកទៅស្លឹកវាច្រើនវាប្រក់ទៅវាក្របទៅលើអាក្រោមដល់ក្របទៅលើអាក្រោមណាអាក្រោមនោះវាទៅជាលួយអញ្ចឹងស្រូវល្អពេកយើងវាចូលចេញព្រោះស្លឹកវាចេញយកទៅជួសកន្លែងស្ដាំងស្ដើងវាឆ្អៀតពេកนั่นណាកន្លែងខ្លះអត់ស្រូវយើងយកទៅជួសកន្លែងណាមានទឹកក៏យើងជួសអត់ទឹកក៏យើងជួសគាត់ថាជួសកន្លែងមានទឹកមុនទៅវាល្អឆាប់ល្អស៊ីលើទៅផ្ទះវិញណាយើងតែងមេឃស្វាយយើងកាត់វាចឹងទៅដើម្បីកុំឲ្យវាទុបទ្រុបពេកសัตว์ល្អិតវាជ្រុកនៅហើយម្យ៉ាងទៀតផ្លែផ្កាវាក៏អត់សូវល្អដែរដល់ពេលយើងកាត់ចឹងអស់ស្រឡះចឹងទៅដើមវាមានពលឺចិញ្ចោលគ្រប់គ្រាន់មានខ្យល់ចិញ្ចោលគ្រប់គ្រាន់ផ្លែផ្កាវាក៏ល្អដែរហើយវាអត់សូវជាមានសត្វល្អិតស្វាយហ្នឹងគេហៅស្វាយកៅល្មៀតហើយដាំនឹងរយៈពេលចាប់ពី4ឆ្នាំឡើងយើងប្រមូលផលបានខ្លះៗហើយស្វាយនេះអាយុកាលវាថាជា